ចត្រាខ្ញុំមានរឿងចង់សួរខ្លះខ្ញុំចង់ដឹងថាតើមកគិតដល់ពេលឥឡូវអ្វីដែលចត្រាឯងស្ដាយជាងគេកាលពីរយៈពេល5ឆ្នាំមុនឬក៏10ឆ្នាំមុនណាអីដែលយើងស្ដាយជាងគេអ្វីដែលស្ដាយជាងគេអ្វីដែលស្ដាយជាងគេស្ដាយលុយស្ដាយលុយមិនស្ដាយលុយនិយាយថាពេលហ្នឹងថាលុយបានច្រើនដែរចាយក៏ច្រើនតែមើលគិតដល់ឥឡូវយើងសរុបលុយហ្នឹងមកវិញអាចទិញឡានបានមួយគ្រឿងពីរគ្រឿងមិនទុំតិចដើរលេងអញ្ចឹងមកន័យថានៅពេលដែលយើងរកលុយបានយើងចាយអត់ចេះគិតយើងចាយចេះគិតដល់ពេលដែលយើងចេះគិតគឺរកលុយលេងបានហើយអ្វីដែលស្ដាយអូខេអញ្ចឹងខ្ញុំមានមកសំណួរទៀតថានៅពេលដែលចត្រាឯមកភ្នំពេញណាមករៀនឬក៏ធ្វើការនៅភ្នំពេញតើអ្វីដែលចត្រាឯចងចាំជាងគេចំណុចកន្លែងណាដែលចងចាំជាងគេមកចងចាំជាងគេន័យថាវាជារឿងជូរចត់ក៏បានជារឿងដែលសុបាយរំភើបបំផុតក៏បានដែរនិយាយរឿងជូរចត់ចងចាំជាងគេអត់ភ្លេចទេពេលហ្នឹងមករៀននៅភ្នំពេញរៀននៅចិត្តភូមិន្ទហ្នឹងសាលាក្រែមួយនៅក្នុងភូមិន្ទហ្នឹងដែរមានសេរីតាមញ៉ៃច្រើនដូចជា CKCC មកបាន4-5ថ្ងៃនៅពេញហ្នឹងហើយស្អែកឡើងដាក់ពាក្យចូលរៀនហើយតែនៅពេលដែលចុះមករើម៉ូតូជិះទៅដាក់ពាក្យចូលរៀនបាត់ម៉ូតូអូខេមកពេញ5ថ្ងៃបាត់ម៉ូតូមួយហើយធ្វើម៉េចទៅពេលហ្នឹងចាហើយពេលហ្នឹងយើងបានដាក់ពាក្យបដិងហើយក៏អ្នកផ្ទះខ្ញុំគាត់ចង់ទិញម៉ូតូឲ្យមួយទៀតដើម្បីជិះទៅរៀនអញ្ចឹងណាតែខ្ញុំសម្រេចចិត្តខ្លួនខ្ញុំថាខ្ញុំអត់ឲ្យគាត់ទិញឲ្យទេខ្ញុំសុខចិត្តដើរទៅរៀនចិត្តមួយឆ្នាំដើរទៅរៀនចិត្តមួយឆ្នាំចាំមិនថាពេលដែលបាត់ម៉ូតូនោះវាអត់ជូរចត់ទេតែជូរចត់នៅពេលដែលដើរទៅរៀនមួយឆ្នាំបែបហ្នឹងដែរហ្នឹងហើយវាជូរចត់ទេមានន័យថាយើងរបស់ដែលយើងឆ្លាញ់យើងយកមកហើយពេលវាបាត់យើងប្រហែលអញ្ចឹងយើងអានេះវាជាការក្រោមលំដិតឬក៏យើងដាក់ទោសខ្លួនឯងអញ្ចឹងខ្ញុំដើរទៅរៀនរយៈពេល1ឆ្នាំហ្នឹងមកថាប្រវត្តិយើងជូរចត់រឿងដែលយើងចាំមិនភ្លេចពេលដែលយើងឡើងមកធ្វើការឬក៏រៀននៅភ្នំពេញបាទអញ្ចឹងសម្រាប់បងប្អូនអ្នកដែលកំពុងមើលវីដេអូនេះបងប្អូនមានចំណុចណាខ្លះដែលគេហៅថាវាជារឿងដិតជាប់ក្នុងអារម្មណ៍របស់យើងអាច comment នៅខាងក្រោមវីដេអូនេះឬក៏អាចមកចេញមតិយោបល់នៅខាងក្នុងវីដេអូនេះបានអូខេវីដេអូថ្ងៃនេះយើងចង់និយាយតែប៉ុណ្្នឹងឯង កុំភ្លេចចុច like share ម្នាក់មួយផង